កងទ័ពសហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានវាយប្រហារនិងបំផ្លាញនាវាចំនួន16គ្រឿងរបស់អ៊ីរ៉ង់ដែលនាវាអ៊ីរ៉ង់ជានាវាដាក់មីននៅក្នុងសមុទ្រ Strait of Hormuz ខណៈមានរបាយការណ៍ថាអ៊ីរ៉ង់បានចាប់ផ្ដើមដកគ្រាប់បែកមីននៅក្នុងច្រកសមុទ្រដឹកជញ្ជូនប្រេងអន្តរជាតិក្នុងគោលបំណងរារាំងការដឹកប្រេង យោងទៅតាមប្រព័ន្ធភពព័ត៌មាន CNN របាយការណ៍បាននិយាយថាអ៊ីរ៉ង់បានដាក់គ្រាប់បែកនៅថ្ងៃអង្គារប្រមាណ10គ្រាប់ចូលសមុទ្រ Hormuz ហើយរហូតដល់ថ្ងៃនេះមានប្រមាណ100គ្រាប់បន្ថែមទៀតអ៊ីរ៉ង់បានប្រកាសប្រាប់សារព័ត៌មានធំៗថាប្រេងដែលនាំចេញទៅពិភពលោកនឹងត្រូវរារាំងមិនឲ្យចេញរួចទេអ៊ីរ៉ង់នឹងរកវិធានការធ្វើយ៉ាងម៉េចមិនឲ្យប្រេងចេញទៅពិភពលោកសូម្បីតែ1លីត្របើសិនអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តសង្គ្រាមដូណាល់ត្រាំបានសរសេរលើបណ្ដាញសង្គម Social Media បាននិយាយថាបើអ៊ីរ៉ង់បានដាក់មីនណាមួយនៅក្នុងច្រកសមុទ្រ Strait of Hormuz ទោះបីជាមិនទាន់បានរកឃើញច្បាស់លាស់ក៏ដោយក៏អ៊ីរ៉ង់ត្រូវតែដាច់ខាតដកមីនទាំងអស់នោះចេញភ្លាមៗនិយាយមិនទាន់ផុត2ម៉ោងស្រួលបួលផងកងទ័ពអាមេរិកបានផុសវីដេអូខ្លួនបានកំទេចនាវាអ៊ីរ៉ង់16គ្រឿងហើយការដឹកជញ្ជូនប្រេងពីតំបន់ Middle East ហ្នឹងមជ្ឈមបូព៌ាហ្នឹងតាមច្រកសមុទ្រHormuz ហ្នឹងត្រូវបានរារាំងមិនឲ្យឆ្លងកាត់ចាប់តាំងពីការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលនៅកាលពី11ថ្ងៃមុនមកម្លេះស្ថានភាពនេះបានធ្វើឲ្យតម្លៃប្រេងឡើងខ្លាំងបង្កភាពច្របូកច្របល់ដល់ទីផ្សារពិភពលោកអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើនដងដើម្បីបង្កសម្ពាធសេដ្ឋកិច្ចលើពិភពលោក ហើយបង្ខំឲ្យអាមេរិកនិងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារភ្លាមច្រកសមុទ្រ Strait of Hormuz ហ្នឹងណាគឺជាច្រកសមុទ្រសំខាន់មួយដែលដឹកជញ្ជូនប្រេងទៅពិភពលោកហើយមានទទឹងត្រឹមតែ34គីឡូម៉ែត្រទេចំណុចតូចបំផុតហើយផ្លូវដែលដឹកជញ្ជូននាវាហ្នឹងមានទទឹង32គីឡូម៉ែត្រទៀតនៅទសតវត្ស1980អ៊ីរ៉ង់ក៏ធ្លាប់ដាក់មីននៅទីនេះដែរកំឡុងពេលដែលសង្គ្រាមនាវាដឹកប្រេងជាមួយនឹងអ៊ីរ៉ាក់ ហើយភាពងាយរងផលប៉ះពាល់របស់ទីផ្សារប្រេងចំពោះព័ត៌មានហ្នឹងគឺថាត្រូវបានបង្ហាញច្បាស់នៅរសៀលថ្ងៃអង្គារហ្នឹងប្រាប់ថាអឺអ៊ីរ៉ង់កំពុងតែដាក់គ្រាប់បែកនៅទីតាំងដឹកប្រេងទៅពិភពលោកហើយភ្លាមៗនោះដែររដ្ឋមន្ត្រីថាមពលអាមេរិកបានធ្វើឲ្យទីផ្សារប្រេងផ្លាស់ប្ដូរយ៉ាងខ្លាំងដែរដែលគាត់លុបបណ្ដាញសង្គមដែលគេនិយាយអំពីអ៊ីរ៉ង់ដាក់គ្រាប់បែកហ្នឹង នេះប៉ុន្តែលោក Chris Wright នឹងបានសរសេរលើបណ្ដាញX ថាកងទ័ពជើងទឹកអាមេរិកបានអមការពារនាវាដឹកប្រេងមួយឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ឲ្យជោគជ័យហើយនឹងធានាផងដែរថាប្រេងនឹងបន្តហូរទៅទីផ្សារពិភពលោកអញ្ចឹងកុំខ្វាយខ្វល់កុំបារម្ភរឿងការដឹកជញ្ជូនប្រេងនឹងប្រេងឡើងថ្លៃទៀតបន្ទាប់ពីការបង្ហោះនេះតម្លៃប្រេងអាមេរិកបានធ្លាក់ចុះភ្លាមៗដល់19%ណោះមូលនិធិវិនិយោគដែលភ្ជាប់នឹងប្រេងបានបាត់បង់តម្លៃទីផ្សារប្រហែល84 លានដុល្លារតាមការរាយការណ៍របស់ The Wall Street Journal ប៉ុន្តែការបង្ហោះនេះត្រូវបានលុបចេញយ៉ាងលឿនហើយមន្ត្រីរដ្ឋបាលរបស់ Donald Trump បានបដិសេធនឹងការអាងនេះដែរដោយបញ្ជាក់ថាមិនមានបេសកកម្មអមការពារនាវាដូចដែលលោក Chris Wright បាននិយាយនោះឡើយអ្នកនាំពាក្យក្រសួងថាមពលបាននិយាយថាការបង្ហោះរបស់ Wright នឹងត្រូវបានសរសេរចំណងជើងខុស លោក Ali Mohammed Naini ដែលគឺជាអ្នកនាំពាក្យកងកម្លាំងរបស់អ៊ីស្លាមិករបស់អ៊ីរ៉ង់ហ្នឹងគាត់បានបដិសេធរុញច្រានហ្មងថាអាមេរិកគ្មាននាវាណាមកការពារនាវាដឹកជញ្ជូនជញ្ជូនប្រេងទៅពិភពលោកងាយស្រួលឡើយមានន័យថាអញ្ចេះចលនារបស់កងនាវាអាមេរិកហ្នឹងមិនអត់អាចចូលទៅក្នុងអា Strait of Hormuz របស់អ៊ីរ៉ង់បាននោះឡើយ ហើយលោកក៏បាននិយាយថាបើសិនជាមានករណីនៃការដឹកជញ្ជូនប្រេងឬក៏នាវាអាមេរិកណាមួយចូលដល់ Strait of Hormuz អ៊ីរ៉ង់នឹងត្រូវបញ្ឈប់ដោយមីស៊ីលនិងដ្រូនរបស់ខ្លួននៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការពារប្រធានយោធាជាន់ខ្ពស់របស់អាមេរិកលោក Dan Kane បាននិយាយអំពីលទ្ធភាពដែលកងទ័ពជើងទឹកអាមេរិកអាចអមការពារនាវាឆ្លងកាត់សមុទ្រនោះថាយើងកំពុងពិនិត្យជម្រើសជាច្រើន
ហើយយើងនឹងដោះស្រាយបញ្ហាទាំងអស់នេះតាមដែលអាចធ្វើបាន ជាមួយគ្នានោះដែរប្រធានក្រសួងការពារជាតិ Pete Hegseth បានព្រមានថាបើសិនជារងព្យាយាមរារាំងការហូរប្រេងតាមច្រកសមុទ្រ Hormuz នោះពួកគេនឹងត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិកខ្លាំងជាងមុន20 ដង។